សម្រាប់ស្ករខ្ញុំយកស្ករត្នោតណាអានេះគឺស្ករត្នោតធម្មជាតិហ្មងណាក្លិនឡើងឈ្ងុយហ្មងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយណាមើលទៅវារៀងច្រើនដែរមួយស្លាបព្រាឡើងហៀហៀអញ្ចឹងណាហើយបងប្អូនពេលឆឹងណានេះបងប្អូនមើលតិចនិកឆឹងស្ករបើសិនជាយើងអត់ចេះធ្វើទេគឺស្ករយើងអត់ក្រហមទេយកទៅខជាមួយត្រីគឺត្រីអត់ក្រហមទេអញ្ចឹងបងប្អូនក្លោយស្ករនឹងឲ្យវាឡើងក្រហមលើកទី1ឲ្យវារៀងឡើងក្រហមជាងក្រងហើយថែមទឹកបន្តិចហើយងាស់វាឲ្យរៀងខាប់តិចទៀតបងប្អូនថែមទឹកតិចទៀតរហូតដល់តែពណ៌ស្ករហ្នឹងណានេះបងប្អូនមើលវាឡើងពណ៌ស្ករបែបក្រហមដិតបែបកម្ៅបន្ទាប់មកចាំបងប្អូនធ្វើការចាក់ទឹកចូលចាក់ទឹកឲ្យបងប្អូនធ្វើការកូរវាឲ្យវារលាយជាល្បាយតែមួយសម្រាប់ទឹកប្រមាណបងប្អូនមើលទៅលើតាមចំនួនសត្វត្រីទឹកនឹងក្តៅៗអញ្ចឹងគឺចាក់ចូលក្នុងឆ្នាំងត្រីដែលយើងបានរៀបត្រីចាក់ជាមួយនឹងម្នាស់បាញ់ប៉ោះហើយនឹងខ្ទឹមណាចាតែប៉ុណ្ណឹងគឺបងប្អូនធ្វើការរំងាស់ត្រីខយើងនឹងឲ្យរហូតដល់វាពុះទៅទើបយើងថែមគ្រឿងនោះគឺមានដូចជាអំបិលទឹកត្រីប៊ីចេងសម្រាប់ខ្ញុំគឺដាក់ជាមួយនឹងអំបិល2ស្លាបព្រាតែវីដេអូនេះខ្ញុំថតអត់ជាប់ជាមួយនឹងដាក់ទឹកត្រីហើយនឹងប្រេងខ្យងផងដែរទឹកត្រីខ្ញុំដាក់ចំនួន1វែកសម្លប្រេងខ្យងខ្ញុំដាក់ចំនួន2ស្លាបព្រាបាយហើយប៊ីចេងគឺខ្ញុំដាក់ជិតកន្លះស្លាបព្រាបាយអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺត្រីខយើងវាខាស់ទឹកហើយដល់វាដាក់ទឹកជាលើកទី2បន្ទាប់មកយើងធ្វើការរំងាស់វារហូតដល់រីងទឹកនៅពេលដែលវារីងទឹកគឺយើងត្រូវថែមទឹកបន្តរហូតដល់សាច់ត្រីយើងផុយបងប្អូនភ្លក់រសជាតិផងថែមថយតាមការចូលចិត្តឥឡូវហ្នឹងគឺត្រីខខ្ញុំបានឆ្អិនហើយក៏វាផុយរសជាតិក៏ល្មមញ៉ាំមួយជក់ត្រកួនណាអូយឆ្ងាញ់មែនតែនហ្មងណាបងប្អូនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងខត្រីឲ្យផុយឆ្អឹងហ្នឹងបងប្អូនអាច comment សួរនៅក្រៅវីដេអូហ្នឹងបានណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនចូលចិត្តក៏ please subscribe channel របស់នាងខ្ញុំផងណាអរគុណ